Bạn ấy tha bảo ông sai sát ná anh miền ở với cao pi ca bẩn chua lệ ca liệt trở đáng ca bẩn chua ca bỏng hành chẳng ban bảo ông tra đăng thmây cả nó miền bị khổประหารหันនឹងដល់ទៅ61ព្រះអង្គទាំងព្រះសម្មាសម្ពុទ្ធព្រះអង្គឲ្យភិក្ខុទាំងឡាយនឹងនិមន្តទៅផ្លូវមួយតែមួយអង្គបានហើយដើម្បីស្រួលពន្យល់កុំឲ្យខាតទីថាទៅផ្លូវហ្នឹងតែមួយអង្គហ្នឹងអ្នករ៉ាប់ផ្លូវមួយហ្នឹងដើម្បីពន្យល់ដើម្បីប្រាប់បង្ហាញអ្វីទៅជាទ្រឹស្ដីពុទ្ធអ្វីទៅជាមេគាដើរទៅរួចផុតទុក្ខអញ្ចឹងព្រះអង្គហាមមិនឲ្យទៅផ្លូវមួយពីរអង្គទេទៅផ្លូវមួយអង្គអញ្ចឹងបាន60ផ្លូវញោមគិតជាមួយនឹងព្រះសម្មាសម្ពុទ្ធមួយអង្គទៀតបាន61ផ្លូវថ្មីណាញោមផ្សាយសាសនាណាអញ្ចឹងទៅអត់មានទៅញញឹមទេទៅក៏អត់មានទៅដើម្បីឲ្យញោមនឹងជ្រះថ្លាលើរូបកាយជ្រះថ្លាលើអិរិយាបថអីទេអត់ទេអិរិយាបថនេះបោះហ្នឹងដឹងស្រេចហើយដឹងថាប្រកាសជាសកុតសគុំស្រេចហើយប៉ុន្តែទៅគឺដើម្បីពន្យល់ដើម្បីប្រាប់នៅអ្វីដែលសត្វលោកមិនបានយល់មិនបានដឹងហើយបង្ហាញនឹងសម័យនោះដំបូងណាញោមណាដល់តែយើងមកសម័យនេះញាតិញោមមានការយល់ដឹងច្រើនជាងសម័យមុនបន្តិចពីព្រោះអីបានមានការយល់ដឹងពីសម័យមុនការស្ដាប់លោកទេសនាក៏ភាគច្រើនតែមនុស្សចាស់បុណ្យនៅស្រុកខ្មែរយើងឲ្យតែមានបុណ្យទានអីប្រកាសជាហៅតែយាយតាមកអង្គុយស្ដាប់លោកទេសទេក្មេងៗគេអត់មកទេព្រោះវាដូចមានទម្លាប់មួយថាលោកទេសសម្រាប់តែចាស់តែប៉ុណ្្នឹងឯងញាតិញោមធ្លាប់ជួបចឹងទេហ្នឹងហើយឲ្យតែដល់ម៉ោងលោកទេសទៅហៅយាយហៅតាមកស្ដាប់លោកទេសអញ្ចឹងដល់យើងក្មេងមិនមានកាតព្វកិច្ចស្ដាប់លោកទេសទេព្រោះអត់យល់ឮគេនិយាយចឹងមកឮតគ្នាថាអញ្ចឹងថាមិនអាចក្មេងស្ដាប់លោកទេសទេព្រោះដល់ម៉ោងយាយតាស្ដាប់លោកទេសហើយប្រសិនណាបើយើងនៅតូចដូចថ្មនៅតូចទៅរត់លេងក្បែរនឹងទៅបលែងគ្នាក្បែរនឹងមានយាយមានតាចាំវាយយើងមិនវាយទេចាំគម្រាមយើងទៅវាយឯងលើទៅកុំមកក្បែរនេះរំខានយាយតាស្ដាប់លោកទេសឃើញទេធ្វើឲ្យយើងអត់ហ៊ានទៅចិត្តពួកគាត់ទេពេលស្ដាប់លោកទេសខ្លាចយាយនឹងវាយខ្លាចតានឹងវាយមានអារម្មណ៍ថាពេលហ្នឹងយើងដូចខ្លាចអត់មានអារម្មណ៍ក្នុងការទៅគៀកដើម្បីស្ដាប់ធម៌ទេមែនញាតិញោមធ្លាប់មានអញ្ចឹងទេកាលពីមុនមកហ្នឹងហើយដល់អញ្ចឹងទៅសម័យឆ្នាំ89 90ឬក៏ក្រោយមកដល់ពេល9ជាងអីហ្នឹងអាត្មាតាប៉ុនទៀតអីអាត្មាមិនដែលមកចិត្តលោកទេអាត្មាទៅមើលតែវីដេអូគេនោះគេនៅសារកសែតនោះវីនោះដល់ពេលសួរគេថាពូពេលណាចាក់ថាចាំចប់លោកទេសហើយដល់យើងទៅដឹងថាលោកទេសចប់ពេលណាយើងអត់ហ៊ានទៅចិត្តទេព្រោះខ្លាចគេវាយព្រោះបានតែយាយតាអ្នកស្ដាប់មិនឲ្យយើងមកអត់កអីទេឃើញទេអញ្ចឹងអាខួរក្បាលក្មេងចាប់ពីពេលហ្នឹងមកមានអារម្មណ៍ថាម៉េចមានអារម្មណ៍ថាលោកទេសនាស្ដាប់តែយាយហើយនឹងតាឲ្យតែលោកទេសនាមិនអញ្ចឹងញោមអញ្ចឹងដល់ពេលឥឡូវនេះដល់ពេលសម័យនេះគេហៅថាសម័យទំនើបអាត្មាមិនដែលមកប្រទេសប៊ែលស៊ិកទេតែអាត្មាបានមកមុនរួចហើយគឺចូលតាមទូរស័ព្ទដៃញោមអស់ហើយមែនទេញោមអញ្ចឹងដល់ញោមណាចេះខ្មែរញោមបើកស្ដាប់ដល់បើកស្ដាប់ទៅញោមអាចមានអារម្មណ៍ថាភ្ញាក់ខ្លួនណាទេតាមពិតខ្ញុំស្ដាប់ធម៌ទៅដូចមិនមែនតែយាយតាទេស្ដាប់ធម៌ហ្នឹងមើលទៅព្រោះធម៌ដែលខ្ញុំស្ដាប់ឮលោកទេ
មិនមែនសម្រាប់តែអប់រំយាយហើយតាទេសម្រាប់អប់រំក្មេងក៏ត្រូវចាស់ក៏ត្រូវចំណាស់ម៉ានក៏ត្រូវអញ្ចឹងចិត្តតែស្ដាប់